សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃហ្នឹងចង់ភ្លក់អត់ភ្លក់មិនភ្លក់អីទេបងប្អូនភ្លក់មុខម្ហូបដែលនាងខ្ញុំបានធ្វើហ្នឹងណាថ្ងៃហ្នឹងចង់ហូបបបរគ្រឿងអញ្ចឹងក៏ឆាខ្ទឹមបំពងទៅហើយថ្ងៃហ្នឹងអត់មានម្ហូបច្រើនទេបងប្អូនមាននៅក្នុងទូទឹកកកមានតែស្ផ្លូវមាន់មួយហើយនឹងសាច់ជ្រូកដែលនៅសល់ហើយអត់ដឹងថាដាក់ឈ្មោះនឹងបបរសាច់មាន់ឬក៏បបរសាច់ជ្រូកទេដោយសារតែខាងនេះនៅសល់សាច់ជ្រូកហើយនិងសាច់មាន់ប៉ុណ្ណឹងអញ្ចឹងបានធ្វើមុខម្ហូបនឹងមកទៅហើយក៏បានដាក់ផ្សិតបន្តិចដែរហើយដូចបងប្អូនបានមើលអញ្ចឹងគ្រឿងអីដាក់ស្ករបន្តិចប៊ីចេងបន្តិចទឹកត្រីបន្តិចហើយបបរគ្រឿងងាយស្រួលទេបងអូនបើសិនជាយើងខ្វះខាតនៅគ្រឿងក្រោយអីយើងអាចបន្ថែមពេលដែលយើងញ៉ាំបានហើយពេលដែលយើងរំងាស់សាច់នឹងយកទៅយើងក៏ស្រង់វាចេញសិនមកហើយដោយសារតែខាងនេះដោយសារតែខ្ញុំឆាអង្គច្រើនពេកទៅក៏ចាប់ទុកពាក់កណ្ដាលតែដោយសារតែខ្លាចដាក់ច្រើនពេកយើងញ៉ាំតែ2នាក់ខ្លាចញ៉ាំអត់អស់ហើយពេលដែលយើងដាក់អង្ករហើយអស់ហើយយើងរំងាស់វាប្រហែលជាខ្ទង់3នាទីទៅ5នាទីទៅយើងបានញ៉ាំហើយបងអូនដោយសារតែយើងញ៉ាំដោយសារតែយើងចង់ញ៉ាំអង្គរនៅហិចល្មមអញ្ចឹងណាបងអូនកុំឲ្យហិចស្គល់ពេកទៅធ្វើឲ្យបបរគ្រឿងយើងបាត់រសជាតិទេបងអូនហើយដូចបានមើលអញ្ចឹងមានបន្តិចមានសៀងមានខ្ទឹមបំពងដែលបានមើលនៅក្នុងនោះអញ្ចឹងណាបងអូនដូចជាបបរគ្រឿងអត់មានអីពិបាកធ្វើទេប៉ុន្តែគ្រាន់ថាយើងជីបចាប់អញ្ចឹងណាបងអូនហើយបន្ទាប់មកក៏លោកប្តីគាត់សាបរិភោគដោយសារតាមុខម្ហូបនេះគឺថាលោកប្តីគាត់ចង់ពិសាដែរអញ្ចឹងណាបងអូនហើយដោយសារតាហាន់សាច់ផ្ទះហ្នឹងដោយសារតាយើងញ៉ាំខ្លួនឯងអញ្ចឹងណាយើងហាន់បែបញ៉ាំពេញមាត់ទេណាបងអូនបើសិនជាអ្នកលក់ហាត់ប្រទះអញ្ចឹងអីចាបាត់តូបល្មមចាមើលលោកប្តីគាត់មកវត្តគាត់ហូបណាកូវិតមិនដឹងថារសជាតិមិនទេបងអូនអើយតែមកអីទេរសជាតិប្រហែលជាអាចទទួលយកបានអរគុណជំរាបលាបងអូនជួបគ្នានៅវីដេអូក្រោយសប្តាហ៍ក្រោយ